ជាស្ត្រីទីមួយដែលមានអំណាចដែលបានក្លាយខ្លួនធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសថៃក៏ប៉ុន្តែបែរជាត្រូវរស់នៅនិរទេសខ្លួនដោយស្ថិតនៅក្រោមបទចោទប្រកាន់អំពីអំពើពុករលួយផងដែរបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំប្រធានម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានទៅដឹងអំពីព្រឹត្តិការណ៍ខ្លះៗនៅក្នុងប្រទេសជិតខាងពោលគឺប្រទេសថៃតែម្ដងនៅក្នុងថ្ងៃទី22ខែឧសភាឆ្នាំ2025នេះតែម្ដងគឺតុលាការនៅក្នុងប្រទេសថៃបានចេញសារក្រមឲ្យអតីតនាយករដ្ឋមន្ត្រីប្រទេសថៃគឺលោកស្រីយីនឡាក់ឲ្យសងសំណងជំងឺចិត្តដល់រដ្ឋាភិបាលក៏ដូចជាប្រទេសថៃរហូតដល់10,000លានបាតដែលស្មើនឹងចំនួនទឹកប្រាក់លុយដុល្លាររហូតដល់405លានដុល្លារនេះគឺជាចំនួនដ៏ច្រើនដែលតុលាការប្រទេសថៃចោទប្រកាន់អំពីបទអំពើពុករលួយរបស់លោកស្រីអំឡុងពេលដែលលោកស្រីបានឡើងកាន់តំណែងធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ2011រហូតដល់ឆ្នាំ2014តែម្ដងសូមបងប្អូនជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅដំណឹងក៏ជាព្រឹត្តិការណ៍ប្លែកៗនៅក្នុង YouTube របស់ខ្ញុំបាទសូមអរគុណប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយនៅពេលដែលឮថាឈ្មោះលោកស្រីយីនឡាក់យើងនឹងនឹកទៅដល់បងប្រុសរបស់លោកស្រីតែម្ដងគឺអតីតនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃគឺលោក Thaksin Shinawatra ដែលគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែននៅក្នុងសម័យនោះដែលប្រជាពលរដ្ឋថៃស្ទើរតែពេញផ្ទៃប្រទេសតែម្ដងគឺគេគ្រប់គ្រងនិងគោរពសរសើរទៅដល់ការដឹកនាំរបស់លោក Thaksin ខ្លាំងណាស់ក៏ប៉ុន្តែបើយើងនិយាយថាមានប្រជាពលរដ្ឋគ្រប់គ្រងច្រើនហេតុអ្វីបានជាលោក Thaksin ត្រូវរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសរយៈពេលជាច្រើនឆ្នាំនោះក៏ដោយសារតែមានបញ្ហាទាក់ទងជាមួយនឹងមន្ត្រីនៅក្នុងសម័យនោះតែម្ដងដែលមានការចោទប្រកាន់ក៏ដូចជាការធ្វើរដ្ឋប្រហារទម្លាក់គាត់ចេញពីនាយករដ្ឋមន្ត្រីដែលធ្វើឲ្យគាត់រស់នៅនិរទេសខ្លួនជាដើមដោយសារតែមានឥទ្ធិពលក៏ដូចជាមានប្រជាប្រិយភាពសល់ពីបងប្រុសរបស់ខ្លួនលោកស្រីយីនឡាក់នេវត្រាបានជាប់ឈ្មោះខ្លាយធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ2011តែម្ដងដោយគាត់បានសម្លេងនៅក្នុងការបោះឆ្នោតចេញពីសភានៅក្នុងការគ្រប់គ្រងឲ្យគាត់ខ្លាយទៅជានាយករដ្ឋមន្ត្រីប្រទេសថៃនៅក្នុងចំណោម296រូបលើ500រូបហើយមានចំនួន197អនុប្រវេតហើយចំនួន2សម្លេងគឺប្រឆាំងមិនឲ្យលោកស្រីបានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃផងដែរព្រោះរំលឹកផងថាលោកស្រីយីនឡាក់ស៊ីនវ៉ាត្រាគឺជាកូនស្រីពៅនៅក្នុងចំណោមកូនប្រុសស្រីចំនួន9រូបរបស់លោកឡូតស៊ីណាវ៉ាត្រានិងអ្នកស្រីយីនឌីរ៉ាមីវងហើយលោកស្រីយីនឡាក់គឺគាត់មានស្វាមីម្នាក់មានឈ្មោះថាលោកអានុនសួងអាមុនឆាតដែលលោកស្រីបានប្រសូតនៅក្នុងថ្ងៃទី21ខែមិថុនាឆ្នាំ1967ដោយដែលខ្ញុំបានជម្រាបបងប្អូនទាំងអស់គ្នាអំបញ្ញមិញអញ្ចឹងគឺធ្លាប់ជាអតីតប្អូននាយករដ្ឋមន្ត្រីហើយក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីជាពិសេសនៅក្នុងពេលបច្ចុប្បន្នក៏មានក្មួយស្រីបង្កើតជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃគឺលោកស្រីផេនថងខាន់ស៊ីណាវ៉ាត់ដែលជាក្មួយស្រីរបស់លោកស្រីកំពុងតែដឹកនាំប្រទេសថៃក្នុងពេលបច្ចុប្បន្ននេះតែម្ដងក៏ប៉ុន្តែបែរជាត្រូវតុលាការចោទប្រកាន់ឲ្យសងនៅជំងឺចិត្តដែលគាត់ធ្លាប់បានប្រព្រឹត្តអំឡុងពេលដែលគាត់ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអំឡុងឆ្នាំ2011រហូតដល់ឆ្នាំ2014តែម្ដងបញ្ហាអំពើពុករលួយដែលតុលាការថៃបានចោទប្រកាន់ទៅលើលោកស្រីគឺគេបានដាក់សម្ពាធទៅលើលោកស្រីអំឡុងពេលដែលលោកស្រីកំពុងតែមានតំណែងធ្វើជានាយករដ្ឋមន្ត្រីហើយនៅពេលនោះផងដែរលោកស្រីក៏ជាប្រធានគណៈកម្មការជាតិស្រូវអង្គរផងដែរដែលនយោបាយរបស់គាត់គឺការជួយទិញនៅកសិផលរបស់ប្រជាកសិករនឹងដែលមានតម្លៃថ្លៃជាងទីផ្សាររហូតដល់50%ដែលវាធ្វើឲ្យរដ្ឋមានការខាត់បងនៅថវិកាជាតិជាច្រើនតែម្ដងហើយជាពិសេសក៏ដោយសារតែលោកស្រីបានតែងតាំងនៅមន្ត្រីរបស់លោកស្រីក្រៅផ្លូវការដែរនេះវាគឺជាចំណុចមួយដែលធ្វើឲ្យមន្ត្រីស៊ើបអង្កេតផ្នែកអំពើពុករលួយនៅក្នុងប្រទេសថៃគេធ្វើការបើកការស៊ើបអង្កេតទៅលើកិច្ចការងាររបស់លោកស្រីដែលឲ្យលោកស្រីធ្លាក់ចេញពីតំណែងនៅក្នុងឆ្នាំ2014ដែលសភាបោះឆ្នោតទម្លាក់លោកស្រីតែម្ដងហើយក៏ធ្វើឲ្យលោកស្រីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសរហូតដល់ពេលបច្ចុប្បន្ននេះតែម្ដងអញ្ចឹងយើងនឹងចាំមើលទៀតថាតើបញ្ហានៃការទូទាត់សំណងរបស់លោកស្រីមកប្រទេសថៃវិញនឹងទៅជាយ៉ាងណាបើយើងងាកទៅមើលលោកស្រីជាលក្ខតែម្ដងគឺគាត់បានសរសេរតាមរយៈបណ្ដាញសង្គមរបស់គាត់ថាវាគឺជារឿងអយុត្តិធម៌មួយដ៏ធំបំផុតដែលគាត់មិនអាចទទួលយកបានបើទោះបីជានៅក្នុងការដឹកនាំរបស់លោកស្រីមានបញ្ហាយ៉ាងណាក៏ដោយក៏ប៉ុន្តែលោកស្រីក៏ទទួលរ៉ាប់រងនៅចំណុចក៏ដូចជាបញ្ហាទាំងអស់នោះជាច្រើនហើយចំនួនទឹកប្រាក់នៃសំណងរហូតដល់10,000លានបាតដែលស្មើនឹងចំនួន305លានដុល្លារវាគឺជាចំនួនដ៏ច្រើនមហិមាដែលលោកស្រីថាទោះបីជាលោកស្រីខំធ្វើការឬក៏យកប្រាក់របស់លោកស្រីសងមួយជីវិតទៀតក៏លោកស្រីមិនអាចសងនៅប្រាក់នោះផងដែរគឺលោកស្រីចិញ្ចឹមចិត្តនៅក្នុងការស្វែងរកយុត្តិធម៌សម្រាប់ខ្លួនរបស់លោកស្រី
អញ្ចឹងយើងនឹងចាំមើលបន្តទៀតថាតើបញ្ហានេះវានឹងទៅជាយ៉ាងណាវិញបើដោយសារតែនៅក្នុងពេលបច្ចុប្បន្នតែម្ដងមានក្មួយស្រីធ្វើជានាយករដ្ឋមន្ត្រីហើយបែរជាត្រូវតុលាការបង្ខំឲ្យមានការសងជំងឺចិត្តដល់ប្រទេសរបស់ខ្លួននៅចំនួនទឹកប្រាក់ដ៏ច្រើនតែម្ដងអញ្ចឹងយើងនឹងរងចាំតាមដានមើលថាតើព្រឹត្តិការណ៍នៅក្នុងប្រទេសថៃដែលតកតងជាមួយនឹងអតីតនាយករដ្ឋមន្ត្រីស្រីម្នាក់នេះនឹងទៅជាយ៉ាងណាបើសិនបើមានអីផ្សេងៗទៀតខ្ញុំនឹងជម្រាបជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីព្រឹត្តិការណ៍ក៏ដូចជាដំណឹងដែលតកតងជាមួយនឹងបញ្ហានេះបន្ថែមទៀតនៅពេលបន្ទាប់បាទសូមអរគុណសូមជម្រាបលា